Vivo X200 Ultra គឺជាជម្រើសទូរស័ព្ទល្អបំផុតមួយសម្រាប់ការថតហ្វូតូនិងវីដេអូនិយាយបែបនេះមិនមែនថាទូរស័ព្ទដែលចេញឆ្នាំ2026នឹងអន់ជាង X200 Ultra ទេប៉ុន្តែវាមានលក្ខណៈពិសេសមួយចំនួនដែលធ្វើឲ្យ X200 Ultra នេះនៅតែជាជម្រើសល្អបំផុតហើយក៏មានចំណុចខ្វះខាតមួយចំនួនដែលយើងទាំងអស់គ្នាត្រូវដឹងសម្រាប់វីដេអូនេះដែលខ្ញុំថតនេះក៏ប្រើជាមួយនឹង Vivo X200 Ultra ដែរហើយ microphone គឺខ្ញុំប្រើជាមួយនឹង DJI Mic Mini អញ្ចឹងធ្វើឲ្យសំឡេងនៅក្នុងការថតនឹងបានច្បាស់ល្អសម្រាប់ការថតនេះទៀតក៏ខ្ញុំថតនៅក្នុងកម្រិតបែបជំនាញឬក៏យើងហៅថាថតទៅជា color lock ងាយស្រួលនៅក្នុងការកែពណ៌សេរីពណ៌បន្ថែមនិង edit បែបជំនាញឥឡូវយើងមកដឹងពីលក្ខណៈពិសេសដែលធ្វើឲ្យ Vivo X200 Ultra នេះជាជម្រើសល្អមួយចំណុចសំខាន់ទី1គឺតម្លៃបើសិនជាយើងធៀបជាមួយនឹងតម្លៃទូរស័ព្ទដែលចេញឆ្នាំ2026នេះ Vivo X200 Ultra បើសិនជាយើងទិញមួយទឹកក៏ដោយទិញថ្មីក៏ដោយតម្លៃវានៅក្រោម1000អញ្ចឹងវាជាជម្រើសមួយដែលល្អបំផុតទី2គឺសមត្ថភាពកាមេរ៉ា X200 Ultra នេះមានកាមេរ៉ាខាងក្រោយតែ3ទេប៉ុន្តែអ្វីដែលសំខាន់ខុសប្លែកពីទូរស័ព្ទដទៃហ្នឹងគឺត្រង់ថា lens ទាំង3ហ្នឹងគឺមាន sensor ធំទាំងអស់តែម្ដងចាប់ផ្ដើមពី lens 14 mm ដែលជា lens ទលាយហ្នឹងគឺមានទំហំ sensor ធំខ្លាំងរហូតដល់1 លើ 1.28 ទំហំ sensor នេះគឺវាស្មើជាមួយនឹង lens sensor goal របស់កាមេរ៉ាដទៃជាច្រើនតែម្ដងបើសម្រាប់ lens goal វិញគឺមានទំហំ sensor ហ្នឹងក៏ធំដូចគ្នាស្មើនឹង1 លើ 1.28 ដូចគ្នាកន្លែងនេះ lens ទលាយ14 mm ហើយជាមួយនឹង lens goal គឺមានទំហំ sensor ប៉ុនគ្នាតែម្ដងហើយ lens goal នេះទៀតគឺមានទំហំ aperture ហ្នឹងធំ f1.7 ធ្វើឲ្យការថតវាចូលពន្លឺបានច្រើនគុណភាពបានល្អ sensor ធំហើយ aperture ធំទៀតហើយកាន់តែពិសេសហ្នឹងគឺនៅត្រង់ចំណុច lens ហ្នឹងតែម្ដងដែលវាមានមុំស្មើនឹង35 mm ជាទូទៅ lens 35 mm នេះសម្រាប់ការថត content មិនថានៅក្នុង studio ឬក៏ខាងក្រៅទេគឺវាត្រូវស្តង់ដារល្អជាងទូរស័ព្ទភាគច្រើន lens goal គឺប្រើ23និង24នេះហើយសម្រាប់ X200 Ultra គឺ lens goal មានទំហំ35 mm អញ្ចឹងរាល់ការថតពេលដែលយើងថតពាក់កណ្ដាលខ្លួនឬយើងថតគៀកមុខវាមិនធ្វើឲ្យមុខយើងទាញទេអានេះគឺជាលក្ខណៈពិសេសតែម្ដងនេះគឺថតក្នុងកម្រិត lens goal 35 mm វាស្មើលើស្មើក្រោមបានល្អហើយយើងមើលសមត្ថភាពបែបនេះវារៀង blur background ទៀតព្រោះដោយសារតែ sensor lens goal ហ្នឹងវាធំហើយវាមាន aperture ធំអញ្ចឹងវាធ្វើឲ្យ blur background បានល្អហ្មងឃើញអត់អានេះគឺ blur បែបធម្មជាតិហ្មង optic blur មិនមែន digital ទេណាហើយចង់បង្ហាញពីផលិតផលនេះផងចាប់អារម្មណ៍ទិញទេនេះ DJI Mic Mini ថតវីដេអូទៅគឺសំឡេងច្បាស់ល្អហ្មងហើយតម្លៃធូរខ្លាំងថតមួយទូរស័ព្ទបានណាចង់ទិញគឺអាចតាក់ទងទិញបាននៅក្នុង comment ហ្នឹងហើយនៅក្នុង link នេះក៏ខ្ញុំដាក់បញ្ជាក់ដែរអាចទិញនៅ B Market អញ្ចឹងណាហើយបើសម្រាប់ lens telephoto ដែលស្មើជាមួយនឹង85 mm វិញគឺការថតគឺស្មើលើស្មើក្រោមបានល្អហើយផ្ដល់ blur background បានល្អទៀតហើយកាន់តែពិសេសហ្នឹងគឺត្រង់ថាទំហំ aperture ធំស្មើនឹង f2.3 ហើយ sensor ធំខ្លាំងដែលស្មើនឹង1 លើ 1.4 អ៊ីងក្នុងកម្រិត85 mm បើសិនជាយើងគិតពីទំហំរូបភាពសម្រាប់ lens telephoto នេះវិញគឺរហូតដល់200 megapixel ប៉ុន្តែសម្រាប់ pixel count នេះទាំង lens goal ក៏ដោយ lens ទលាយក៏ដោយ lens telephoto ក៏ដោយសូវជាសំខាន់ប្រហែលទេព្រោះនៅពេលដែលថតវានៅតែបង្រួមមកត្រឹម12 megapixel ដដែលដើម្បីឲ្យគុណភាពបានល្អប្រសើរបំផុតអញ្ចឹងបើសិនជាយើងធៀបទំហំ sensor ហើយជាមួយនឹងចំនួនកាមេរ៉ារបស់ X200 Ultra នេះយកមកថត photo ក៏បានល្អយកមកថតវីដេអូក៏បានល្អបើធៀបជាមួយនឹងទូរស័ព្ទចេញថ្មីដូចជា Oppo Find X9 Ultra lens goal របស់ Oppo គឺល្អជាងបន្តិចធំស្មើនឹង1 លើ 1.12 អ៊ីងប៉ុន្តែមុខកាត់ដែលថតបានគឺត្រឹមតែ23-24 mm ទេដែលជាបញ្ហានៅពេលដែលយើងថតជិតវាអាចធ្វើឲ្យមុខយើងរាងទាញហើយចំពោះ lens telephoto វិញគឺ sensor វានៅតូចជាងបើសម្រាប់ការថត photo វាអត់បញ្ហាទេវីដេអូក៏វាមិនជាបញ្ហាដែរប៉ុន្តែនៅពេលដែលបូកបញ្ចូលគ្នាទាំងអស់សម្រាប់ Oppo គឺបញ្ហានៅត្រង់តម្លៃគុណភាពគឺអ្នកទាំងអស់គ្នាដឹងហើយថាវាល្អទទួលយកបានទាំង photo និងវីដេអូបើសិនជាយើងប្រៀបធៀប Vivo X200 Ultra ជាមួយនឹង iPhone 17 Pro Max វិញយើងឃើញគម្លាតខុសគ្នាច្រើនដោយសារតែ lens goal របស់ iPhone 17 Pro Max ហ្នឹងគឺស្មើត្រឹមតែ1 លើ 1.28 អ៊ីងដូចគ្នាជាមួយនឹង lens goal របស់ X200 Ultra ប៉ុន្តែបើ lens tele វិញគឺតូចខ្លាំងត្រឹមតែ1 លើ 2.55 aperture ទំហំ sensor តូចបើធៀបគ្នាផ្ទាល់ហ្មងថតបែបជំនាញបែបចេះគឺអាចនិយាយបានថា Vivo នឹងធ្វើបានល្អជាងនិយាយបែបនេះមិនមែនថា iPhone 17 Pro Max វាអន់ទេ
វាល្អហើយយើងទាំងអស់គ្នាសិតតែដឹងសាកល្បងប៉ុន្តែបើប្រៀបធៀបផ្ទាល់ហ្មងរូបភាពគឺដឹងតែមិនអាចល្អប្រសើរដូចនៅក្នុង Android ទេដែលតែងតែថតហើយតែងតែបន្ថែមការ edit ធ្វើឲ្យស្អាតហើយបញ្ជាក់កន្លែងនេះដែរសម្រាប់ Android មិនមែនថាយើងថតទៅសិតតែស្អាតខុសប្រក្រតីខុសធម្មជាតិទេបើយើងចង់បានថតឲ្យចេញបែបធម្មជាតិក៏នៅតែអាចធ្វើបានដែរឲ្យតែយើងដឹងកន្លែងដែលចុចបើកមុខងារហ្នឹងសម្រាប់ iPhone គឺដោយសារតែវាធម្មជាតិពេកហើយបើវីដេអូរបស់ iPhone វាល្អប៉ុន្តែបើសិនជាយើងប្រៀបធៀបផ្ទាល់ថតបែប professional ដូចគ្នាអញ្ចេះគឺនៅតែ Vivo X200 Ultra ហ្នឹងធ្វើបានល្អប្រសើរជាងព្រោះដោយសារតែទំហំ sensor ហើយជាមួយនឹង aperture ធំនឹងតែម្ដងចឹងទាំងអស់នេះហើយគឺជាអ្វីដែលខ្ញុំគិតថា Vivo វាធ្វើបានល្អវាមានចំណុចខ្វះខាតមួយចំនួនដែល Vivo X200 Ultra នេះធ្វើឲ្យខ្ញុំមិនពេញចិត្តតែម្ដងគឺទី1រូបរាងរបស់វាដែលវាប្រើអេក្រង់កោងប៉ោងឡើងមកលើខ្ញុំអត់ចូលចិត្តប្រភេទទូរស័ព្ទដែលអេក្រង់វាកោងប៉ោងឡើងមកអញ្ចឹងទេអានឹងគឺជាចំណុចមួយហ្មងហើយទី2គឺដោយសារ X200 Ultra នេះជាប្រភេទទូរស័ព្ទ China only អត់មាន global ទេធ្វើឲ្យលែងចូលចិត្តតែម្ដងតែបើតាក់ទងជាមួយនឹង Smart Photo និង Video ធ្វើបានល្អហើយចំណុចសំខាន់មួយទៀតដែលបងប្អូនតែងតែនិយាយឬក៏លើកយកមកហ្នឹងគឺត្រង់ថា processor ដោយសារតែ Vivo X200 Ultra នេះចេញឆ្នាំ2025អញ្ចឹងប្រើដោយ Snapdragon 8 Elite ធៀបគ្នាជាមួយនឹង Oppo Find X9 Ultra ដែលប្រើដោយ processor ចំនួនថ្មី Snapdragon 8 Elite Gen 5អញ្ចឹងវាលឿនជាងអានឹងជាចំណុចមួយហើយបើធៀបជាមួយនឹង iPhone ដែលដំណើរការដោយ A19 Pro ក៏ processor របស់ Apple នឹងដំណើរការបានល្អជាងដែរដូចខ្ញុំនិយាយមិញអញ្ចឹងបើសរុបនៅសមត្ថភាពទាំងអស់នឹងចូលគ្នា X200 Ultra ជាជម្រើសល្អបំផុតដោយសារតែតម្លៃហើយជាមួយសមត្ថភាពនៅក្នុងការថត photo និង video